Yo សួស្តីអ្នកទាំងអស់គ្នា Welcome back to my small channel នៅក្នុងវីដេអូមុនខ្ញុំបានប្រាប់គ្នាយើងថាវីដេអូនេះខ្ញុំនឹងធ្វើ Q&A អញ្ចឹងបើគ្នាយើងមានសំណួរចម្ងល់ត្រង់ណាគឺសួរមកហើយខ្ញុំក៏គិតថាប្រហែលជាសំណួរតិចទេ1000សំណួរតែមិនអីទេខ្ញុំមានអ្នកជំនួយហើយខ្ញុំក៏បានរើស top comment យកមក60សំណួរ So let's go ឈុនអៀងសួរថាបងអាយុប៉ុន្មានហើយ21ឯងឈុនអៀងនឹងប្រហែលអត់មើលវីដេអូចាស់បង ហើយកាលបងទៅអូស្ត្រាលីបងរៀនផ្នែកអីហើយបងបានអាហារូបករណ៍ឬក៏បងថ្លៃសាលាពេញការទៅអូស្ត្រាលីរៀនខាង cyber security អាហ្នឹងដូចប៉ូលីសអ៊ីនធឺណិតចឹងហើយបានអាហារូបករណ៍ 20% ហើយពេលមកខ្មែរធ្វើប៉ូលីសចរាចរណ៍មែនใช่ ហើយសម្រាប់ការរស់នៅនឹងមានភាពងាយស្រួលនិងភាពលំបាកអ្វីខ្លះការរស់នៅនោះវាងាយស្រួលនឹងការរកការងារធ្វើប៉ុន្តែការធ្វើដំណើរចុះឡើងអីហ្នឹងបើសិនជាអត់មានឡានទេគឺពិបាកព្រោះនៅនោះវាច្បាប់ម៉ូតូអីវាពិបាកយកបានបើកបរហើយនឹងយើងត្រូវជិះរថភ្លើងឬក៏ជិះឡានក្រុងសាធារណៈដើម្បីធ្វើដំណើរពីផ្ទះទៅសាលាអញ្ចឹងសម្រាប់អ្នកខ្លះដែលនៅអូស្ត្រាលីហ្នឹងដែលនៅក្នុងក្រុងនៅចិត្តសាលាគេហ្មងគេដើរទៅសាលាបានតែសម្រាប់បងនៅឆ្ងាយប្រហែលជា1ម៉ោង2ម៉ោងពីសាលាជាតែភ្លើងទៅ1ម៉ោងបានទៅដល់សាលាទៅវាយ៉ាងបាក់រឿងការធ្វើដំណើរអត់មានបាក់អីទៀតទេចោះមហូបអីរឿងមហូបហ្នឹងអត់បាក់ទេព្រោះចូលចិត្តស៊ីមហូបបរទេសកូនបារាំងបងទៅនៅស្រុកគេប៉ុន្មានឆ្នាំឥឡូវហ្នឹង plan នៅ3ឆ្នាំនៅបាន2ឆ្នាំហើយទៅសល់1ឆ្នាំទៀតប៉ុន្តែចាំមើលមិនមកអីនៅតឬក៏ទៅស្រុកផ្សេងអីទៀតអត់ទាន់ដឹងទេបងឯងចូលលេង server master តាមណាគេហើយមិនបានស្គាល់ server ហ្នឹងមើលការហ្នឹងទៅចប់លេង Cranker ទៅអត់ស្គាល់ master ហ្នឹងស្អីគេតែឃើញគេទៅបើក master SMP ដំបូងហ្នឹងចេះចូលទៅចូលលេងទៅបានចេះតាលេងមកជាប់រហូតនឹងមកស្គាល់បងស៊ីងអីមកហ្នឹងគឺជាដើររក server តាម Google និយាយទៅអត់មានចូលមកតាមណាគេហ៎បងមានគម្រោងធ្វើសាច់រឿងថ្មីអត់បន្ទាប់ពីសាច់រឿងដែលបងកំពុងធ្វើចប់ហើយសាច់រឿងដែលបងកំពុងធ្វើបងដាក់ចំណងជើងបែបណាសម្រាប់សាច់រឿងមួយហ្នឹងសម្រាប់សាច់រឿងវីដេអូធ្វើហ្នឹងអត់មានចំណងជើងអីស្រួលបួលទេគឺវីដេអូមួយវាចំណងជើងវាតាមវីដេអូប៉ុន្តែវាលេងនៅក្នុង server Arcadia SMP ហើយសាច់រឿងបន្តបន្ទាប់ហ្នឹងគឺទៅសេហើយប៉ុន្តែអាច leak បានទេអញ្ចឹងគ្នាយើងមានតែចាំមើលអូខេចាំមើលវីដេអូបន្ទាប់បងបើរៀន PVP គួរតែលេង PVP ទៅណាមកណារៀនលេង PVP វាមាន mode ច្រើនវាមាន crystal វាមានអីផ្សេងខាង sword ខាង bedrock អីចឹងទៅយើងត្រូវរើស mode មួយដែលយើងចង់លេងសិនតែសម្រាប់អ្នកតំចូលដំបូងចូលទៅលេង sword PVP សិនទៅលេង combo ចេះវាយគ្នាទៅវិញទៅមកតងតាំងចឹងទៅហើយចាំយើង search លើ YouTube ដើម្បីរកវីដេអូគេ PVP ហ្នឹងចេះធ្វើតាមគេរៀនលេងតាមគេចឹងទៅពេលបងឯងមកដល់ខ្មែរបងឯងធ្វើរឿងអីមុនគេទៅជួបអ្នកកំពុងអាន comment ហ្នឹងហើយធ្វើអីទៀតហើយ Next question បងឯងទៅរៀននៅអូស្ត្រាលីនិងរៀនផ្នែកអីគេរៀនផ្នែក cyber security ដូចឆ្លើយសំណួរមុនហ្នឹងហើយទៅស្រុកគេដំបូងហ្នឹងអត់មានអីបាក់ទេព្រោះបងមួយជីវិតហ្នឹងគឺនៅខ្មែរមិនសូវបាននិយាយទៅនៅខ្មែរយូរបំផុត5ឆ្នាំហើយចេញទៅទៀតហើយអញ្ចឹងទៅជីវិតបងវា international ស្រាប់អីអញ្ចឹងទៅពេលទៅនៅអូស្ត្រាលីដំបូងនៅតែឯងហ្នឹងគឺអត់មានអីប្លែកទេព្រោះនៅធ្លាប់ទៅស្រុកគេតាំងពីទូចមកហើយ Damn bro មូលហេតុអីបានបងមកខ្មែរវិញហើយការបានបងទៅវិញព្រោះមេតាមានមនុស្សចាំនៅខ្មែរអញ្ចឹងមិនមេតាមកខ្មែរត្រូវអត់ហ្នឹងតើបងចេះ PVP មកពីណាចង់ចេះដែរព្រោះរាល់ថ្ងៃក្នុងហ្គេមខ្ញុំកាក់ណាស់និយាយទៅខាង PVP ហ្នឹងអត់មានរៀនមកពីណាទេឬក៏ទៅរៀនលេងតាមណាដែរគឺយើងបាំងហ្គេមហើយយើងចូលលេងយកហ្មងហើយ YouTube ហ្នឹងមានយើងអាច search មើលពីណាគេដែលយើងគិតថា PVP ខ្លាំងហ្នឹងយើងទៅមើលគេលេងទៅថាគេលេងបែបណាគេចុចអីពេលណាអញ្ចឹងហើយសំខាន់មួយទៀតគឺ keybind របស់យើងគឺដាក់ឲ្យវាស្ទាត់ដៃជាមួយយើងបានយើងដូរអក្សរចង់និយាយថាដូរ item ឲ្យលឿនញ៉ាំមានប៉ុណ្្នឹងហើយយើងលេងរាល់ថ្ងៃលេងឲ្យស្ទាត់ទៅតែយើងធ្វើអីរាល់ថ្ងៃយូរទៅវានឹងស្ទាត់ឲ្យយើងបកែពេលនៅស្រុកគេអញ្ចឹងបងឯង lonely អត់ហើយ girlfriend បងឯងជនជាតិជនជាតិគេមែនអានខ្មែរឡើងច្បាស់ចេះនេះជនជាតិខ្មែរពេលនៅស្រុកគេអត់សូវ lonely ហ្មងទេគ្រាន់បើបន្តិច
ពេលមានមិត្តភ័ក្តិអីដែលរៀននៅវិទ្យាល័យ high school ហ្នឹងពួកគាត់នៅរៀននៅក្នុងដែរអញ្ចឹងទៅជួបគ្នារាល់អាទិត្យអីចឹងទៅលេងផ្ទះគ្នាអីឬក៏ដើរលេងទៅហាត់ប្រាណអីទាំងអស់គ្នាអញ្ចឹងទៅវាមិនសូវ lonely ហ្មងទេប៉ុន្តែគ្រាន់តែនឹកអាអ្នកកំពុងអាន comment មិញហ្នឹង ត្រូវហើយពួកឯងនៅនោះអត់មានអ្នកនាំដើរលេងច្រើនដូចនៅនេះបងតើពេលបងកាត់វីដេអូជាសាច់រឿងហ្នឹងប្រើរយៈពេលប្រហែលបងរឿងកាត់វីដេអូសម្រាប់សាច់រឿងហ្នឹងវាតាមវីដេអូព្រោះវីដេអូខ្លះវា50នាទីវីដេអូខ្លះវាកន្លះម៉ោងអីចឹងដូចវីដេអូគីរ៉ាអីកន្លះម៉ោងវាកាត់មួយយប់អីហើយវីដេអូ50នាទីជាង7 1 ម៉ោងហ្នឹងកាត់ខ្ទង់មួយអាទិត្យត្រូវរកថតមួយគ្នាហើយនឹងថតឈុតឆាក cinematic ហោះលើក្បាលឬក៏អីចឹងទៅដើម្បីឲ្យវាមានសាច់រឿងស្រួលមើលឬក៏ល្អមើលចឹងទៅវាចំណាយពេលយូរមួយអាទិត្យបងស្គាល់បងក៏សាក់ស្គាល់តែធ្លាប់ទៅជួបនៅក្រៅទៀតធ្វើម៉េចបានទៅរៀនក្រៅប្រទេសបង reply ផងយើងត្រូវប្រឡង IELTS ឲ្យជាប់ទី1ទី2គឺមានឈ្មោះនៅក្នុងសាលាអន្តរជាតិអាហ្នឹងវាប្រកាសអាកាសយើងប៉ុន្តែខ្ញុំមិននិយាយថាតសាលាអន្តរជាតិហ្នឹងបានចេញទៅក្រៅបានទេគ្រាន់តែវាប្រកាសអាកាសយើងហើយយើងត្រូវមាន connection ជាមួយនឹងខាង agency គេជួយរកហារូបករណ៍ឬក៏សាលានៅស្រុកក្រៅហ្នឹងទៅប៉ុណ្ណឹងហើយនឹងថវិកាវាត្រូវការច្រើននិយាយទៅដើម្បីចេញទៅប្រទេសក្រៅលួចចូលក្នុងវលីមេតាអូខេបងមានចំណាប់អារម្មណ៍ម៉េចចំពោះវិស័យ YouTube នៅប្រទេសយើងនិយាយទៅអារម្មណ៍វិស័យ YouTube is good already គ្រាន់តែបើសិនជានិយាយវិស័យ YouTube នៅកម្ពុជាយកហ្មងអាហ្នឹងវាធំពេកសម្រាប់ខ្ញុំព្រោះខ្ញុំគ្រាន់តែជា Minecraft YouTuber ទេតែបើសិនជានិយាយមកវិស័យ Minecraft វិស័យ YouTube នៅ community Minecraft របស់ខ្មែរអាហ្នឹងអាចខ្ញុំនិយាយត្រូវបន្តិចព្រោះ content ខ្មែរយើងឥឡូវហ្នឹងមានតែដូចប្រហែល YouTuber ដែលវាយដាច់មុខទេហើយភាគច្រើនពួកគាត់អត់សូវលេងទេគាត់បានតែលេង horror game ឬក៏100ថ្ងៃឬក៏បង្កើត event ហើយអង្គុយមើលគេវាយគ្នាបាញ់គ្នាអញ្ចឹងតន់មានអ្នកធ្វើជា SMP អីធំលេងនៅស្រុកក្រៅទេអញ្ចឹងទៅសំណូមពរឲ្យ YouTuber តូចហ្នឹងចាប់ផ្ដើម inspire ពីវីដេអូខ្ញុំឬក៏វីដេអូអ្នកស្រុកក្រៅមកធ្វើជាវីដេអូ content SMP ហើយយើងបង្កើតជា SMP មួយលេងជុំគ្នាអញ្ចឹងទៅអាហ្នឹងវាសប្បាយទោះវាត្រូវការសម្ដែងតិចបន្តួចគឺវាជា content ឲ្យមានវីដេអូច្រើនដើម្បីឲ្យមនុស្សនៅខ្មែរយើងមើលគ្រាន់បើជាងចាំតែម្នាក់ធ្វើវីដេអូ Why បងដាក់ name Meta Annie name ពិត or just nickname Meta Annie គឺជាឈ្មោះពិតលាយពិតពិត and ពិតបុកពិតស្មើនឹងមិនពិតអូយធ្លាក់កណិតMeta ហ្នឹងឈ្មោះខ្ញុំពិតហើយ Annie ឈ្មោះណាគេ Annie ហ្នឹងឈ្មោះណាគេ Annie ហ្នឹងឈ្មោះមកពី Lexa Annie so Meta copy name me copy name ខ្ញុំយកឈ្មោះ Annie របស់ខ្ញុំមកដាក់អញ្ចឹងឈ្មោះ Annie ហ្នឹងតាមពិតឈ្មោះរបស់ខ្ញុំមេខ្ញុំឈ្មោះ Lexa Annie ហើយ Meta យកឈ្មោះខ្ញុំចឹងហើយចូលប្តឹងអត់ប្តឹងបងសុំសួរមួយថាបងលេង Minecraft លើ PC មែនហើយ$1 PC ហ្នឹង10រៀលអូនហើយបងលេងលើ PC ថាលេងPC ហ្នឹង7,000ជាងហើយបងសំលុយទិញខ្លួនឯងហ្នឹង2ខែមិនបានទិញ Yes PC 10រៀលទិញនៅណាទិញនៅហាងជូទិញនៅហាងជូក៏អត់មានហ្នឹងហើយPC គេមាន PC $1ដែរ PC បតោងសោបងពេលបងទៅវិញបងធ្វើវីដេអូទៀតអត់និយាយទៅអាវីដេអូដែលថតជាសាច់រឿងហ្នឹងមកខ្ញុំថតតាំងពីខ្ញុំនៅអូស្ត្រាលីគ្រាន់តែពេលមកខ្មែរហ្នឹងតំបានថតវីដេអូចុងក្រោយហ្នឹងហើយវាយូរឲ្យគ្នាយើងចាំយូរហ្នឹងកំហុសពីនេះកំហុសដែលថា Meta រវល់ទៅ date សង្សារហ្នឹងហើយនាំខ្ញុំចេញក្រៅរហូតអត់មានពេលកាត់តវីដេអូច្រើនពេកឥឡូវឲ្យ Meta សម្រាប់ចឹងបងឯងខ្មែរមែន No I'm not Cambodian man actually like I'm just mixed British and American and I got the Australian accent so it just depends on what you think about my nationality បងចាប់ផ្ដើមលេង PVP ដំបូងមិនដែរបងអត់មានមិនចឹងវល់មុខខ្ញុំមានសំណួរមួយចង់សួរបងពេលដែលបងឯងទៅស្រុកគេវិញប៉ុន្មានខែប៉ុន្មានឆ្នាំបានបងមកវិញបងមេតាលើកមុនទៅស្រុកគេប្រហែល1ឆ្នាំជាង7-2ឆ្នាំហើយបានតមកខ្មែរខែ5ហើយខែក្រោយហ្នឹងមេតាទៅវិញ
ហើយអត់ដឹងថាពេលណាមកទៀតទេប្រហែលជា6ខែទៀតបានមកវិញ Yes sir បងវីដេអូមួយចំណាយពេលប្រហែលថ្ងៃចំណាយពេល3អាទិត្យព្រួយពេលវេលាដែលនាំគ្នាថតហ្នឹងគឺវាឆ្លាស់ចុះឡើងរហូតជួនកាលណាត់គ្នាម៉ោង 9 អញ្ចឹងទៅជួបគ្នាម៉ោង 10 យប់គេដេកអស់លីង ហើយវីដេអូមួយឆ្លុះគ្នាមួយសងសា3ដង ហេ ល្មមបានវីដេអូមួយឆ្លុះគ្នាសងសា3ដងមែនទេមកវីដេអូសងសាខឹង3ដងហ្នឹងហើយ ខឹងអី ខឹងព្រោះអត់ reply chat កាលនៅអូស្ត្រាលីឯង ហ្នឹងហើយ ចង់ដឹងពី life as international student in Australia it's just study work YouTube that's me pretty depressing there honestly you ឯងធ្វើ YouTube so you just focus on that តែអ្នកផ្សេងទៀតគេរស់នៅផ្សេង ហ្នឹងហើយអ្នកផ្សេងទៀតគេសប្បាយដូចសិស្ស business អីហ្នឹងចូល club រហូត បងនៅខេត្តណា នៅខេត្តណាយើង នៅ ពេញភ្នំ មេតានៅខេត្តវត្តភ្នំ អូខេបងសុំ QR អត់មាន QR ទេអូនអា QR ហ្នឹងបងអត់ដែរចង់ដាក់ព្រោះអត់ចង់ឲ្យមានអារម្មណ៍ថាធ្វើវីដេអូដើម្បីទារលុយ fan អីចឹងទៅបងអត់ដែរដាក់អី so មើលវីដេអូ free អី free ទាំងអស់មិនបាច់មានអារម្មណ៍ថាត្រូវតែបាញ់លុយអីមកឬក៏អីចឹងទេពួកអីបើសិនជាចង់ show ដូចជា support ទៅលើវីដេអូអីហ្នឹងគ្រាន់តែ comment ឬក៏ share ហើយ like ទៅអាហ្នឹងវា show support ឲ្យមិនបាច់ដល់សុំ QR បាញ់លុយអីទេខ្ញុំអត់ទៅទារលុយ fan ទេគឺវីដេអូខ្ញុំធ្វើមកហ្នឹង free ហើយមើលទៅហើយគាត់តែគ្រប់គ្រងហើយ show love នៅលើវីដេអូមួយគឺខ្ញុំសប្បាយចិត្តហើយ បងចំណូលថវិកាពីការធ្វើវីដេអូរបស់បងមួយខែបានមែន មួយខែបានខ្ទង់ប៉ុណ្នេះអញ្ចឹងបានអត់ចង់ឲ្យគ្នាយើងមានអារម្មណ៍ថាត្រូវបាញ់លុយឲ្យ because វាខ្ញុំអត់ត្រូវការពី fan ទេបងសុំសួរមួយបង PVP បងឯងហាត់ម៉ានឆ្នាំហើយបងលេង PVP តាំងពី2017លេង 1.8 2017ដល់2019ហើយវាយPVP version ថ្មីហ្នឹង2021ដល់ឥឡូវជាង4ឆ្នាំហើយ version ថ្មី បងឈ្មោះពិតឈ្មោះអីអាយុប៉ុន្មានហើយមូលហេតុអ្វីបានបងស្រឡាញ់ខាងផុស YouTube ឈ្មោះពិតឈ្មោះមេតាហើយអាយុ21ហើយមូលហេតុដែលបងស្រឡាញ់ខាងផុស YouTube មកពីការចេះលេងហ្គេមដំបូងហើយមានកុំព្យូទ័រដំបូងមានអារម្មណ៍ថាអ្វីដែលលេងទៅនឹងមានអារម្មណ៍អត់ប្រយោជន៍ so ដើម្បីឲ្យបង្កើតឲ្យវាមានប្រយោជន៍គឺថតវីដេអូហើយរៀនកាត់តវីដេអូដើម្បីបង្ហាញពីexperience ដែលពេលបងលេងហ្គេមហ្នឹងចឹងទៅបាន start YouTube មកពី3 channel ហ្នឹងមក successful បាន2ហើយណាមួយចូលចិត្តបង្កើតជានិពន្ធជាសាច់រឿងអីមួយដូចនិយាយទៅដូច movie director អញ្ចឹងណា បងសុំសួរមួយបងមានកម្រងធ្វើវីដេអូសាច់រឿងអញ្ចឹងជាប់រហូតមែន និយាយទៅវីដេអូសាច់រឿងអញ្ចឹងមកពីវាកំពុងតែផ្ទុះឡើងហើយគ្នាយើង show support ច្រើនអញ្ចឹងខ្ញុំអត់មានគិតទៅធ្វើវីដេអូអីផ្សេងក្រៅពីវីដេអូអញ្ចឹងទេអញ្ចឹងមានតែបុកវីដេអូហ្នឹងដើម្បីបង្កើតសាច់រឿងនិពន្ធសាច់រឿងអីថ្មីឲ្យគ្នាយើងជក់ចិត្តមើលអញ្ចឹងទៅព្រោះឥឡូវហ្នឹងគឺគេគ្រប់គ្រងច្រើនអញ្ចឹងទៅមានតែធ្វើអាហ្នឹងសិនហើយណាមួយ channel ខ្ញុំធ្លាប់សាករបៀប content ឡើងចង់10 20មុខអីហើយវាមិនសូវវា successful ដែរប៉ុន្តែវាមិនជោគជ័យដល់ថ្នាក់នេះអញ្ចឹងទៅមានតែធ្វើវីដេអូអញ្ចឹងព្រោះគ្នាយើងគ្រប់គ្រងច្រើន I have a question how to make a video Minecraft in channel have you how to make Minecraft video popular អាហ្នឹងវាតាម content យើងហើយអ្វីដែលយើងធ្វើជា personality របស់យើងចង់បង្ហាញអីទៅគេកាត់តដាក់បទចម្រៀងឲ្យលយហើយយើងត្រូវយល់ពី algorithm របស់ YouTube ឲ្យច្បាស់មុននឹងយើងធ្វើវីដេអូព្រោះ YouTube ឥឡូវគឺមិនមែនចេះតែធ្វើឲ្យផុសចោលហើយសង្ឃឹមថាវានឹងផ្ទុះឬក៏កើន view អីខ្លួនឯងទេយើងត្រូវយល់ពី algorithm ហើយ system របស់ YouTube បងខ្ញុំសុំសួរមួយរឿងបងបង្កើតនឹងគ្នាបងឯងមែន អាហ្នឹងនិយាយទៅវីដេអូបងធ្វើហ្នឹងគឺវាមានសម្ដែង so ទាំងអស់ហ្នឹងវាច្បាស់ជាគ្នាបងហើយព្រោះនៅក្នុងហ្នឹងយើងខ្ជិលយកអ្នកក្រៅអីមកថតជាមួយវាពិបាកនិយាយគ្នាគាត់វាបើសិនយើងយកគ្នាឯងទៅវាសួរនិយាយគ្នាព្រោះយើងស្គាល់ចិត្តគ្នាអីហើយចឹងហើយយើងស្រួលណាត់ម៉ោងគ្នាអីចឹងព្រោះបើសិនជាសាកធ្វើវីដេអូ
ជាមិនសំដែងយកហ្មងបងធ្លាប់ធ្វើតែវីដេអូបងផុសប្រហែលដបងគេហ្នឹងនៅក្នុង channel ធំហ្នឹងគឺវាញ៉ៃញ៉ៃចឹងគ្មានបានសាច់រឿងអីស្រួលបួលទេគឺដេញវាយវល់ពេញហ្នឹងចឹងទៅ បើបងទៅបរទេសវិញបងបង្កើតវីដេអូទៀតអត់ នៅតែបង្កើតចឹងព្រោះវីដេអូ3វីដេអូដបងហ្នឹងគឺបង្កើតនៅបរទេសហ្នឹងហើយតែមកវីដេអូទី4នេះបង្កើតនៅខ្មែរទេ ពេលបងទៅរៀននៅស្រុកគេមុនដំបូងបងជួបរឿងអីខ្លះហើយការរៀននៅស្រុកគេហ្នឹងបាក់អត់បងពីផ្លែផង ថ្ងៃដំបូងគេហ្មងគឺដើមវែងនៅក្នុងក្រុងនេះក្តាន់ចឹងមន់សែចូលក្រុងដើរទៅដល់វែងជិះតែភ្លើងហ្នឹងអត់មើលលេខវាស្រួលបួលជិះទៅណានោះឆ្កុយចឹងទៅហើយឃើញតែភ្លើងវាជិះខុសដែរទិសដៅ Google Map យើងហ្នឹងយើងចោះតែភ្លើងហើយដើរទៅអាកន្លែងដែលឡើងតែភ្លើងខុសហ្នឹងហើយចាំទៅដល់នោះចាំប្រហែល20នាទីបានតែភ្លើងមួយទៀតមកឡើងទៅភ្លេចមើលលេខហ្នឹងជិះខុសម្ដងទៀតហ្នឹងហើយដើរមកវិញនិយាយទៅជាប់នៅនឹងដល់ម៉ោង9យប់បានទៅដល់ហូតែលដេកវិញអាហ្នឹងថ្ងៃដំបូងគឺអញ្ចឹងហើយឡើងត្រូវភ្លៀងថ្ងៃទី1ទី2ហ្នឹងឈឺចុយហើយទៅដល់ដំបូងទៅជាក់ខ្លាំង ពេលទៅដំបូងនោះខែ9វារៀងខ្សោយទៅជានៅអូស្ត្រាលីវាប្លែកចេះយើងធ្លាប់តាខែ5ខែក្តៅអីហ្នឹងគឺខែ3ខែ4ប៉ុន្តែនៅអូស្ត្រាលីវិញក្តៅបំផុតខែ12ខែ1ខែ3អញ្ចឹងវាចាប់ផ្ដើមក្តៅវាចាប់ផ្ដើមត្រជាក់ពីខែ7ទៅអញ្ចឹងខែ9វារៀងខ្សោយត្រជាក់បន្តិចប៉ុន្តែវានៅភ្លៀងរិចឬក៏សីតុណ្ហភាពនឹងវាធ្លាក់ចុះដល់ប្រហែលប្រហែលជាខ្ទង់8 9អង្សាសេម៉ោង7 8 9យប់នេះហ្នឹងទៅ ឥឡូវមានសួរជំនួស fan យឯងនៅលីហើយនៅខ្មែរខុសគ្នាមែននៅវាតាមពេលវេលានៃឆ្នាំទៀតនិយាយទៅស្រុកប្លែកឥឡូវហ្នឹងពីខែ4ទៅខែ10ខុសគ្នា3ម៉ោងពីខែ10ទៅខែ4ខុសគ្នា4ម៉ោងវា daylight saving ខ្ញុំអត់យល់ទេអាហ្នឹងគ្រាន់តែម៉ោងដើរខុសគ្នាអញ្ចឹងគ្នាយើងបើសិនចង់ដឹង search ទៅ daylight saving នឹងវាមិនបានវាត្រូវធ្វើអញ្ចឹងបូកម៉ោងដកម៉ោងអីអញ្ចឹង Lexa is Annie បង Lexa ហើយនឹង Annie ហ្នឹងមិនដឹងតែមួយឯងព្រោះអីខ្ញុំឈ្មោះ Lexa Annie អញ្ចឹង Lexa ហើយ Annie ហ្នឹងហៅមួយណាក៏បានដែរប៉ុន្តែពាក្យច្រើនហៅ Lexa ទៅព្រោះ Annie ហ្នឹងឈ្មោះខយបើហៅ Annie ដូចហៅមេតា Annie អញ្ចឹងកុំឲ្យច្រឡំមួយមេតាព្រោះ make keep long distance relationship បានយូរដូចបង keep a long distance relationship យើង distance relationship ប្រហែល2ឆ្នាំហ៎ហ្នឹងហើយ2ឆ្នាំ2ឆ្នាំហើយម្លងពេល2ឆ្នាំហ្នឹងគឺ contact ជាមួយគ្នានិយាយទៅសឹងរាល់ថ្ងៃអត់ដែលមានថ្ងៃណាខានដោយអត់បានឆាតរកគ្នាអីចឹងឯងបើ call វិញវាមិនបាន call រាល់ថ្ងៃមែនប៉ុន្តែអា connection ដែលឆាត update គ្នាពីម៉ោងនិយាយទៅរាល់ពេលពី3 4ម៉ោង update គ្នាហ្នឹងហើយពេលតនេះ update គ្នាថានៅណាធ្វើអីហើយអីចឹងហើយប្រហែលមាន plan អីទៅមុខទៀតថ្ងៃហ្នឹងអីចឹងទៅហើយដល់ពេលយប់ឡើងចឹងទៅបើសិនជាពេលតនេះឬក៏អត់ហត់អីខ្លាំង call មួយគ្នា20 30នាទីទោះជាអត់និយាយអីក៏នៅតែមើលមុខគ្នាហ្នឹងទៅយើងរក្សាជា connection កុំឲ្យមានអារម្មណ៍ថាយើងចាប់ផ្ដើមរស់នៅដោយខ្លួនឯងហើយយើងចាប់ផ្ដើមបរៀនខ្លួនឯងថាយើងរស់នៅអត់មានគេក៏បានណានិយាយទៅrelationship ណាក៏ដូចមួយណាដែលត្រូវតែមានឆ្លោះគ្នាមានតោះគ្នាឬក៏មានត្រូវគ្នាអញ្ចឹងហើយពេលយើងពីរនាក់long distance ហ្នឹងក៏យើងឆ្លោះគ្នាច្រើនឆ្លោះគ្នាខ្លាំងអីដែរអញ្ចឹងប៉ុន្តែយើងនៅតែនិយាយគ្នាហើយសម្រួលគ្នាហើយស្វែងយល់ពីគ្នាដូចយើងយល់ចិត្តគ្នាថាធ្វើអញ្ចឹងខុសធ្វើអញ្ចឹងខុសអីអញ្ចឹងទៅអញ្ចឹងបានយើងអាចរក្សាវាបានអញ្ចឹងព្រោះរឿងឆ្លោះគ្នាហ្នឹងយើងកុំគិតថាពេលដែលគូសង្សារយើងឆ្លោះគ្នាមួយយើងគឺយើងគួតប្រជែងជាមួយគាត់ដើម្បីយកឈ្នះយកចាញ់អីចឹងព្រោះពេលដែលយើងឆ្លោះគ្នាម្ដងមិនមែនជាយើង versus សង្សារយើងទេវាយើង versus បញ្ហាហ្នឹងអញ្ចឹងយើងត្រូវរកដំណោះស្រាយជាមួយនឹងគូយើងដើម្បីdefeat problem ឬក៏បញ្ហារបស់យើងហ្នឹងព្រោះវានិយាយទៅពេលឆ្លោះគ្នាគឺឈឺទាំងសងខាងហើយវា damage សុខភាពរបស់ relationship របស់យើងវាអត់មានអីជួយទេលុះត្រាតែយើងរកដំណោះស្រាយទាំងពីរនាក់ណាមួយយើងនៅឆ្ងាយពីគ្នាអញ្ចឹងយើងអត់ស្រួលនិយាយគ្នាដូចនៅចិត្តគ្នាអាចជួបគ្នានៅក្រៅបានទេអញ្ចឹងដូចបើម្នាក់ភ្លើងហើយម្នាក់ទៀតទឹកទៅជះប៉ុន្តែទឹក
ចេះទៅវាសិចេះតែមិនអរេហ្នឹងហើយតែដេកមានម្នាក់ភ្លើងម្នាក់ទៀតត្រូវជួយបលត់ភ្លើងហ្នឹងកុំឲ្យប្រឆេះភ្លើងថែមអញ្ចឹងណាហើយយើងត្រូវ like what give each other space ហ្នឹងហើយត្រូវឲ្យពេលវេលាគ្នាអញ្ចឹងទៅកុំ បើថាខ្ញុំរៀង need attention ពីមេតាច្រើនប៉ុន្តែមេតាអត់សូវទេព្រោះមេតារវល់ give space ហ្នឹងក៏កុំ give space ខ្លាំងពេក cause យើងដូចយើងនិយាយតាំងដើមអញ្ចឹងគឺយើងអត់ចង់ធ្វើឲ្យខ្លួនឯងស្ទាត់ឬក៏មានអារម្មណ៍ថាយើងអាចរស់នៅអត់គេបានតែយើងចាប់ផ្ដើមមានអារម្មណ៍ថាយើងអាចរស់នៅអត់គេបានគឺចាប់ឲ្យ relationship ហ្នឹងទៅនិយាយម៉ែវួយហើយមួយទៀតសំខាន់ជាងគេហ្នឹងគឺ trust យើងត្រូវតែទុកចិត្តលើគ្នាព្រោះដូចយើងមើលអីអត់ឃើញហើយយើងគេចង់ធ្វើអីពីក្រោយយើងក៏យើងអត់ដឹងប៉ុន្តែយើងទុកចិត្តមកខាងទៀតថាគេនឹងគេនឹងនៅស្រឡាញ់យើងឬក៏គេនឹងjust ទុកចិត្តគ្នាថាព្រោះអីពេលដែលយើងចាប់ផ្ដើមមានអារម្មណ៍ថាdid they cheat on me មកពីយើងហ្នឹងធ្លាប់ធ្វើអីដែលយើង feel guilty ខ្លាចគេធ្វើចឹងដាក់យើងវិញ so បើសិនជាយើងអត់មានធ្វើអីទេ you អត់មានអារម្មណ៍ថាគេនឹងធ្វើចឹងដាក់យើងវិញទេអញ្ចឹងវាទុកចិត្តទៅវិញទៅមកអាហ្នឹងសម្រាប់ខ្ញុំ Yeah I think that's it ហើយយើងបែកគ្នា2ឆ្នាំហ្នឹងយើងរៀនច្រើនហើយយើងចាស់ទុំ like យើង get more mature so ឥឡូវយើងបានជួបគ្នាវិញ we happier than ever fan បងអត់ខកចិត្តទេ I have one question which university you study I study in Melbourne University in Australia so yeah and I also live in Melbourne that's why នៅទីក្រុង Melbourne ច្រឡំនិយាយអង់គ្លេសបងប្រើ Trident X Mace នឹងចេះយូរហើយក៏ទៅមិនចេះថ្មីអា Technic Trident Mace នឹងធ្លាប់ឃើញគេប្រើដែល Trident ឡើងលើហើយអត់ Trident ចុះក្រោមទេប៉ុន្តែខ្ញុំហើយនឹង Leviathan បានរកឃើញអា Technic ថ្មីហ្នឹងគឺ Trident ចុះក្រោមហើយដូរទៅ Mace ឲ្យលឿនដើម្បីឲ្យវាយ Mace បានអញ្ចឹងទៅខ្ញុំអាចអះអាងថាអា Technic ហ្នឹងគឺសម្រាប់ខ្ញុំគឺថ្មីហើយអត់ដែរមានពីណាគេប្រើអាហ្នឹងទេព្រោះខ្ញុំអត់ដែរឃើញវីដេអូ YouTuber ធំ PVP ធំអីហ្នឹងគេប្រើ Trident Mace ទេអញ្ចឹងខ្ញុំអាចអះអាងថាពួកខ្ញុំអាចបង្កើតអា technique ហ្នឹងហើយបើសិនជាមានណាគេទាស់អារឿងដែលខ្ញុំថាខ្ញុំ take credit ជាមួយ Leviathan បង្កើតអា technique ហ្នឹងគឺមកវាយមួយខ្ញុំមួយស្មើមកបងឯងធ្វើពី technique PVP តាំង Crystal និង PVP SMP please បងសម្រាប់ technique SMP ខ្ញុំចេះច្រើនព្រោះខ្ញុំលេង SMP និង mode SMP នឹងច្រើនប៉ុន្តែសម្រាប់Crystal អត់សូវចេះទេយើងអាចទៅសួរ Yoshi ឬក៏មើលវីដេអូ Yoshi អីបានឬក៏វីដេអូ Malo or any other PVPer that ខ្លាំងខាង PVP ប៉ុន្តែក្នុង SMP kit ខ្ញុំចេះច្រើនហើយ technique ទី1គឺពេលដែលយើងវាយ1ទល់1យើងត្រូវប្រើដាវ knockback 1 ហើយ knockback 2 ក៏អត់ល្អដែរព្រោះវាប៉ើងគេឆ្ងាយពេកចឹងទៅយើង combo អត់កើតប៉ុន្តែបើវាយជា team fight យើងប្រើដាវដែលអត់ knockback វិញព្រោះគ្នាយើងវាយទៅវាអត់ប៉ើងញ៉ៃអញ្ចឹងហើយយើងត្រូវហាត់ឲ្យចេះប្រើ shield ឲ្យល្អដើម្បីឲ្យយើងអាច block ហើយទប់ armor យើងឲ្យបានយូរព្រោះគេវាយទៅត្រូវ shield យើងអត់បាក់ armor យើងប៉ុណ្្នឹងចឹងហើយសម្រាប់technique អីផ្សេងទៀតគឺនិយាយទៅមើលវីដេអូអ្នកចេះលេងទៅយើងមើលហើយយើងរៀនតាមគេទៅព្រោះអី technique PVP មានច្រើនណាស់និយាយមិនអស់ទេឥឡូវហ្នឹងបងឯង train PVP ម៉ាន year ឯងលេង game e-sport Cranker ហ្នឹងដូចវីដេអូមុនខ្ញុំនិយាយអញ្ចឹងហើយពេលដែល train អាហ្គេមនឹង2ឆ្នាំកន្លះជាប់គ្នាដើម្បីប្រកួត tournament ធំហ្នឹងទៅខ្ញុំបាន aim ខ្លាំងពី game ហ្នឹងមកអញ្ចឹងទៅដល់ពេលមក Minecraft នេះអត់មានអីchange ច្រើនគ្រាន់តែ learn អា technique ហើយនឹង mechanic របស់ Minecraft ហ្នឹងទៅយើង start ឲ្យពួកយើងមាន aim ស្រាប់អញ្ចឹងទៅ train Minecraft ខ្ទង់ 2-3 ឆ្នាំដែរតាំងពីចាប់ផ្ដើមលេងអា PVP មាន netherite មកដំបូងបងចេះលេង game Mobile Legends អត់ទេ game ហ្នឹងធ្លាប់ download លេងដែរតែលេងទៅវិលមុខនិយាយថា game ចឹងគឺអត់ចេះលេងយកហ្មង upgrade hero ឬក៏ទិញអីដើម្បីវាយគ្នាយក tower ហ្នឹងអត់ចេះទេអត់ចេះមើលហ្មងនិយាយទៅ Can you tell me how to make you strong
ញ៉ាំបាយអូខេអាហ្នឹងខ្ញុំនិយាយលេងប៉ុន្តែបីឲ្យធ្វើឲ្យយើងខ្លាំងគឺយើងត្រូវលេងជាមួយអ្នកខ្លាំងដូចមាន saying មួយនៅក្នុងអង់គ្លេសថា if you're the smartest in the room you're in the wrong room មានន័យថាបើសិនជាយើងឆ្លាតជាងគេបំផុតនៅក្នុងកន្ទប់មួយមានន័យថាយើងនៅក្នុងកន្ទប់ហ្នឹងខុសហើយអញ្ចឹងដើម្បីឲ្យយើងខ្លាំងគឺយើងត្រូវរកមនុស្សខ្លាំងមកលេងជាមួយយើងអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំមានគ្នាខ្ញុំខ្លាំងដូច Picasso លបាយតិនអីសមុទ្រអីហ្នឹងវាអង្គុយ training ជាមួយខ្ញុំរាល់ថ្ងៃអញ្ចឹងទៅខ្ញុំចាប់ផ្ដើមខ្លាំង SMP Kid ព្រោះយើងមានអ្នកខ្លាំងដែលបរៀនយើងឬក៏យើងហាត់យូរទៅយើងស្មើទឹកដៃគាត់យើងចេះលេងតាមគាត់អីចឹងទៅហើយបើសិនជាយើងអត់មានគ្នាខ្លាំងទេយើងចាប់ផ្ដើមដើររកទៅយើងឃើញពីណាគេធ្លាប់វាយជាមួយយើងហើយមើលទៅថាគាត់ខ្លាំងអញ្ចឹងយើងចាប់ផ្ដើមធ្វើជាមិត្តភក្តិគាត់ឬក៏យើងលេងមួយគាត់រាល់ថ្ងៃអញ្ចឹងទៅការខ្ញុំចេះលេង combo ដំបូងហ្នឹងគឺខ្ញុំស្គាល់សត្វរីហើយសត្វរីបើគិតទៅដូចជា top 1 Cambodia គ្រឿង combo ហ្នឹងហើយអញ្ចឹងទៅគាត់បរៀនខ្ញុំច្រើនហើយអញ្ចឹងទៅក៏ខ្ញុំខ្លាំងទៅខាង combo ហើយលេងចេះលេងសូត្រអញ្ចឹងទៅ Are you living in Melbourne or Sydney? I live in Melbourne នៅទីក្រុង Melbourne Sydney វាបាក់ទៅឯណាមួយអត់មានមុខវិជ្ជាដែលខ្ញុំចង់រៀននៅនឹងហើយអត់ឆ្លាញ់សាលានៅក្នុងផងអញ្ចឹងទៅ Melbourne ផងទៅហើយណាមួយមិត្តភ័ក្តិខ្ញុំភាគច្រើននៅ Melbourne ផង Who is the best crystal PvP in Cambodia ខ្ញុំស្គាល់អាប៉ែកមួយនោះឈ្មោះ Yoshi អីហ្នឹងវាប៉ែកហ្នឹងវាខ្លាំងដែរខ្ញុំថាខ្ញុំអាចគិតថាប៉ែកហ្នឹង top 1 ហ្នឹងប្រហែលសាកទៅវាយមកគាត់ហ្នឹង Want Bong to do Q&A about how much Bong spent to study in Australia ថ្លៃថវិកាដើម្បីចេញមកពីអូស្ត្រាលីហ្នឹងគឺលក់កលៀនមកជាហៀងតែចេញមកបាន កលៀនមកជាហៀង iPhone 16 Pro Max គ្រឿងហើយនឹងម៉ូតូ Dream និយាយទៅអាថវិកាដែលត្រូវចេញមកអូស្ត្រាលីហ្នឹងត្រូវការច្រើនហើយខ្ញុំជឿថាភាគច្រើនគឺមានលុយចេញបានតែចេញមកទេប៉ុន្តែដើម្បីបង់សាលារាល់ឆ្នាំអីចឹងទៅគឺសិស្សដែលចេញមករៀននៅអូស្ត្រាលីហ្នឹងត្រូវតែរកការងារធ្វើដើម្បីជួយម៉ែឪរកលុយដើម្បីបង់សាលាខ្លួនឯង because ដើម្បីចេញមកហ្នឹងគឺវាអស់ខ្ទង់ប៉ុណ្នេះហើយដើម្បីបង់សាលាហ្នឹងអាថោកបំផុតវាអស់ខ្ទង់ប៉ុណ្នេះចឹងទៅវាអស់ច្រើនមួយឆ្នាំហើយបើសិនជាយើងរៀន 3-4 ឆ្នាំទៀតគ្នាយើងអង្គុយគុណលេខតាមហ្នឹងទៅទាញកាសោហើយមកគុណលេខមកនិយាយទៅបើចង់រៀននៅស្រុកគេដូចមេតាតតាខំប្រឹងរៀនហើយយក scholarship ឲ្យបានច្រើនអញ្ចឹងទៅបើថយដូចអាថ្លៃបង់សាលាហ្នឹងយើងអត់សូវបង់ច្រើនទេឬក៏យើងអត់បង់ហ្មងយើងបង់តែថ្លៃស្នាក់នៅហើយថ្លៃញ៉ាំអីចឹងណាតែបើតាម scholarship class បើយើងបាន 100% ហ្មងគេចេញឲ្យយើងទាំងអស់នៅខ្មែរមានអញ្ចឹងបើចង់ទៅរៀននៅស្រុកគេខំប្រឹងរៀនណាកុំគេចសាលាហើយកុំមើលវីដេអូបងនៅក្នុងសាលាបងមេតាវាយលើខ្ញុំអត់ដែរស៊ីបងលេង master អញ្ចឹងឥឡូវអត់ដែរឃើញលេង master មកពីជាប់ធ្វើវីដេអូហ្នឹងឯងវីដេអូមួយវាមិនចំណាយពេលតិចណាហើយវាមិនជប់បានអញ្ចឹងបានអត់សូវចូលលេងចូលវាយក្មេងម្ដងម្កាលប៉ុន្តែអត់សូវបានលេងទេខ្ញុំឲ្យតែគ្នា Arcadia ចូលលេងជំនួសហើយបើពួកវាត្រូវការបងទៅវាយជាមួយអញ្ចឹងទៅពួកវាបោះ gear ឲ្យចូលវាយមួយផ្លែអញ្ចឹងទៅ How to join ARC បង ARC ហ្នឹងគឺ invite only អញ្ចឹងតបងរើសអត់មាន recruitment អីទេ server ណាដែលបងឯងចូលលេងមុនគេការចូលលេងដំបូងគេមាន Minecraft account លេងដំបូងគេហ្នឹងគឺ Hypixel ប៉ុន្តែបើ server ខ្មែរមានតាមាសាក្លឹបហ្នឹងឯងចូលដំបងគេបងធ្វើការអីហើយបងមានស្រុកកំណើតនៅខេត្តណាបងធ្វើការខាង YouTube ហើយមានស្រុកកំណើតនៅភ្នំពេញធ្វើការខាង YouTube ហ្នឹងគឺកាត់តវីដេអូលើ YouTube ហើយផុសលើ YouTube បងមេតារៀននៅអូស្ត្រាលីប៉ុន្មានយាទៀតបានចប់សមមួយឆ្នាំទៀតហើយអាចបន្តការងារនៅក្នុងឬក៏រៀនតទៅអនុបណ្ឌិតបងពេលបងចេញពីខ្មែរបងនៅធ្វើវីដេអូបែប PVP ជាសាច់រឿងចឹងទៀតអត់ហើយក្រោយចប់វីដេអូហ្នឹងហើយមានបំណងចង់ធ្វើវីដេអូអីទៀតវីដេអូសាច់រឿង PVP ហ្នឹងគឺនៅតែធ្វើចឹងទោះជាបងនៅស្រុកខេត្តឬក៏នៅខ្មែរព្រោះអាវីដេអូ 2-3 ដំបូងហ្នឹងគឺធ្វើនៅស្រុកគេហ្នឹងអត់មានមកធ្វើនៅខ្មែរទេប៉ុន្តែយើងធ្វើវីដេអូហើយយើង target audience ខ្មែរឲ្យមើលហើយពេលចប់វីដេអូហ្នឹងគឺវីដេអូមួយទៀតសាច់រឿងថ្មីទៀតនិយាយទៅមិនចេះចាប់ចេះជប់ចឹងតើគ្នាចង់ឲ្យ Lexa join វីដេអូរបៀបម៉េចមួយមេតាទៀត complex ប្រាប់ផងណាតែប៉ុណ្្នឹងឯង